we never thought in our country, and this is the moment that we have been waiting for. ភ្នំពេញជារាជធានីរបស់ប្រទេសកម្ពុជាជាង50ឆ្នាំដែលបន្តព្យាបាលនៅស្លាកស្នាមដ៏ឈឺចាប់ពីសំណាក់របបដ៏ឃោរឃៅនិងសង្គ្រាមស៊ីវិលដែលបានបន្សល់ទុកមកលើប្រជាជាតិនិមិត្តរូបនៃភាពធន់ក្តីសង្ឃឹមនិងពន្លឺឥឡូវនេះឈរការពារពីថ្ងៃដ៏ខ្មៅងងឹតទាំងនោះព្រះវិហារបរិសុទ្ធដំបូងនៃសាសនាจักรនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះជាដំណាក់ដ៏ពិសិដ្ឋដែលមនុស្សជាច្រើនជឿថានឹងមិនបានមើលឃើញឡើយនៅក្នុងជីវិតរបស់ពួកគេតែឥឡូវនេះបើកឲ្យមនុស្សគ្រប់គ្នាចូលមកទស្សនា I never thought in my lifetime as a member to see a temple in Cambodia. To have a temple here in just 32 years, it's a miracle. It is a miracle to me. Not only to me, but to Cambodia. Because this land had suffered a lot. លោកឥតវិចិត្របានរស់រានមានជីវិតរួចផុតពីសង្គ្រាមស៊ីវិលនៅកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ1970 I was like 15 years old and saw the bombing. លោកបានរត់គេចខ្លួនពីប្រទេសកម្ពុជាក្នុងឆ្នាំ1974បានជួបភរិយានៅពេលអនាគតរបស់លោកជាពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេសសង្ហបុរីលោកបានទទួលបន់ជ្រមុជទឹកក្លាយជាសមាជិកជនជាតិកម្ពុជាដំបូងគេនៃសាសនាจักร I saw the hand of the Lord in my life. ដោយមានសញ្ញាបត្រផ្នែកពាណិជ្ជកម្មអាជីពរបស់លោកបានលាតសន្ធឹងពាសពេញឧស្សាហកម្មនិងទ្វីបនានាក្នុងនាមជាទីប្រឹក្សាចំពោះអ្នកដឹកនាំពិភពលោករួមទាំងកម្ពុជាផងដែរលោកបានជួយធានាចំពោះការទទួលស្គាល់ជាផ្លូវការសម្រាប់សាសនាจักรក្នុងឆ្នាំ1994 It was a very difficult time because Cambodia just came out of 20 years of civil war where there was a genocide. So suspicion was very high. បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅឆ្នាំ1975នោះរបបខ្មែរក្រហមនៃអំពើប្រល័យពូជសាសន៍បានចាប់ផ្ដើមដែលបង្ហូរឈាមខ្លាំងបំផុតមួយនៅសតវត្សរ៍ទី20មនុស្សរាប់លានអ្នកត្រូវបានសម្លាប់ចំណែកឯអ្នកដែលនៅរស់រានមានជីវិតបានស៊ូទ្រាំនឹងការធ្វើទារុណកម្មការអត់ឃ្លាននិងការបង្ខំឲ្យធ្វើពលកម្មយ៉ាងខ្លាំងក្លា I mean, I always grew up hearing a lot of stories from my grandparents just because they experienced so many miracles. But obviously with that came just a lot of really, really terrible things, and they almost died several times. ក្រុមគ្រួសារអៀវបានស៊ូទ្រាំអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងការគ្រប់គ្រងរបស់របបខ្មែរក្រហមបានរត់គេចខ្លួនដោយក្លាហានហើយនៅទីបំផុតបានរកឃើញទីលំនៅមួយនៅសហរដ្ឋអាមេរិក It's one of the things that you can't fully imagine, but I have seen how much it's affected them. Even now, it's still hard for them. ក្រុមគ្រួសារអៀវបានរីកចម្រើនជាគ្រួសារធំមួយនៅសហរដ្ឋអាមេរិកនិងនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ I'm just incredibly grateful for everything that they did for us. ឥឡូវនេះចៅ5នាក់បានបម្រើឬកំពុងបម្រើបេសកកម្មនៅក្នុងប្រទេសកម្ពុជារួមទាំងចៅស្រីរបស់ពួកគេ Sister Ali Eo ដែលបម្រើនៅទីក្រុងភ្នំពេញ I've always been really, really close with my family, but serving here has brought me even closer with them. ដំណើររបស់គ្រួសារអៀវចាប់ផ្ដើមជារៀងរង្វង់អ្នកឃើញទេជីដូនជីតារបស់ Sister អៀវបម្រើជាប្រធានព្រះវិហារបរិសុទ្ធថ្មីនិងភរិយាប្រធានព្រះវិហារបរិសុទ្ធនៅភ្នំពេញកម្ពុជាជាសក្ខីភាពនៃសេចក្តីជំនឿនិងការរស់រានមានជីវិត Now they love it here, even though it was originally really scary for them. នៅក្នុងខែកញ្ញាឆ្នាំ2021ការរដ្ឋបិទក្នុងការធ្វើដំណើរដោយសារជំងឺ Covid បានរារាំងដល់អ្នកដែលមានសិទ្ធិអំណាចទូទៅមិនឲ្យចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធនេះនាងគុណូវាសនាដែលត្រូវបានហៅបម្រើជាប្រធានបេសកកម្មភ្នំពេញជនជាតិកម្ពុជាដំបូងគេបំផុតបានចាត់តាំងឲ្យធ្វើជាអធិបតីនិងថ្លែងសន្ទរកថាឧទ្ទិសឆ្លង Suddenly, you not just see the temple in your own country, but you are able to do a prayer in your own language. សម្រាប់វាសនាដែលក្រុមគ្រួសាររបស់គាត់បានផ្លាស់ប្រែចូលសាសនាជិត3ទសវត្សរ៍មកហើយការនិយាយអំពីការមកដល់នៃព្រះវិហារបរិសុទ្ធគឺផ្ដល់ការគោរពចំពោះអតីតកាលនិងការកសាងអនាគតជាមួយនឹងពន្លឺដ៏ប្រោះលោះនិងសេចក្តីស្រឡាញ់ When we go through a dark time, this is what Cambodian people need. We need hope, we need peace, we need all the light from our Savior Jesus Christ. ដោយបានបំផុសគំនិតដោយស្ថាបត្យកម្មសាសនាវប្បធម៌កម្ពុជារចនាសម្ព័ន្ធដ៏ពិសិដ្ឋស្រោបដោយថ្មកំបោរមានកម្ពស់35ម៉ែត្រ
កំពូលស្រួចធំនិងកំពូលតូចៗចំនួន4មានរចនាបថជាជាន់ៗដ៏គួរឲ្យចាប់អារម្មណ៍ស្រដៀងនឹងកំពូលដែលមាននៅលើព្រះបរមរាជវាំងរបស់កម្ពុជាទោះបីជាព្រះវិហារបរិសុទ្ធនេះស្ថិតនៅក្នុងទីតាំងមួយដ៏មមាញឹកនៃទីក្រុងក៏ដោយក៏បរិវេណរបស់ព្រះវិហារបរិសុទ្ធផ្ដល់នូវការចាក់ចែងដ៏ស្ងប់ស្ងាត់ពីភាពអ៊ូអរនៃភាពចលាចលដែលហួសពីកំពូលស្រួចរបស់ព្រះវិហារបរិសុទ្ធទៅទៀតThe piece of the temple is something that's really, really unique. Even just being here on the grounds. ភាពស្ងប់ស្ងាត់បន្ថែមទៀតកំពុងរង់ចាំភ្ញៀវនៅខាងក្នុងជាមួយនឹងលំនាំបេតិកភណ្ឌកម្ពុជានៃក្បាច់ចម្លាក់ដោយប្រើថ្នាំលាបតុបតែងនិងកញ្ចក់សិល្បៈភ្ញៀវទេសនានឹងរៀនអំពីគោលបំណងដ៏ពិសិដ្ឋរបស់ព្រះវិហារបរិសុទ្ធព្រះយេស៊ូវបានបង្រៀនថាមនុស្សទាំងអស់ត្រូវតែទទួលបន់ជ្រមុជទឹកដើម្បីបានចូលនគររបស់ព្រះវរបិតារបស់ទ្រង់នៅក្នុងបន្ទប់បន់ជ្រមុជទឹកពួកបរិសុទ្ធថ្ងៃចុងក្រោយធ្វើពិធីបន់ជ្រមុជទឹកដល់បុព្វការីជនដែលមិនមានឱកាសក្នុងជីវិតនេះបុព្វការីជនអាចជ្រើសរើសថាតើទទួលយកការផ្ដល់ជូននោះឬមិនទទួលយក We love our ancestors. The temple is the way we connect with our ancestors. Those people are waiting at the spirit world for us to do something for them. ខ្ញុំដឹងថាព្រះវិហារបានជួយដល់ប្រជាជនខ្មែរយើងជាច្រើនហើយនឹងជួយដល់ប្រជាជនខ្មែរដែលបានស្លាប់កាលពីជំនាន់ពលពតដែលពួកគាត់អត់បានទទួលនៅដំណឹងល្អរបស់ព្រះអង្គនៅក្នុងបន្ទប់ណែនាំសមាជិករៀនអំពីផែនការរបស់ព្រះគោលបំណងនៃជីវិតនេះនិងសេចក្តីស្រឡាញ់ដ៏ប្រោះលោះរបស់ព្រះគ្រីស្ទ And you visit inside the temple, then you understand more about who we are, mankind, where we came from, why are we here, and where are we going. នៅក្នុងបន្ទប់ផ្សារភ្ជាប់ពិធីមង្គលការត្រូវបានធ្វើឡើងដើម្បីបង្រួបបង្រួមគូស្វាមីភរិយានិងគ្រួសារនាពេលអនាគតរបស់ពួកគេឲ្យនៅជាមួយគ្នាជារៀងរហូតការគោរពនិងសេចក្តីស្ងប់សុខសាយភាយពេញព្រះវិហារបរិសុទ្ធជាពិសេសនៅក្នុងបន្ទប់ Celestial ដែលតំណាងឲ្យស្ថានសួគ៌និងអញ្ជើញការអធិដ្ឋាននិងការសញ្ជឹងគិតដោយស្ងៀមស្ងាត់ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយកម្ពុជាព្រះវិហារបរិសុទ្ធគឺលើសពីអគារមួយទៅទៀតវាគឺជានិមិត្តរូបនៃសន្តិភាពនិងក្តីសង្ឃឹមឈ្នះលើភាពអស់សង្ឃឹមនៅក្នុងទឹកដីមានអតីតកាលដ៏សោកសៅរបស់ពួកគេប្រាថ្នាចង់បានការព្យាបាលជាភ័ស្តុតាងថាថ្ងៃដ៏ងងឹតទាំងនោះអាចផ្ដល់នូវពន្លឺសាធារណជនត្រូវបានអញ្ជើញឲ្យចូលទស្សនាព្រះវិហារបរិសុទ្ធនេះចាប់ពីថ្ងៃទី15ខែសីហា Please come and see and seek to understand who we are, what we believe in, experience the peace and the love at the temple ground here.